មានអារម្មណ៍ស្វាត់ធីរំភើបនិងមានសម្លេងស៊ីម៉ាំងរោបាននឹងមួយទៀតផ្ដល់អារម្មណ៍លេចសេរីបែបអនាគតបើខ្ញុំប្រាប់ថាស៊ីដានទាំងពីរស្អាតខ្លាំងដូចគ្នាតែអារម្មណ៍បើកបោខុសគ្នាទាំងស្រុងចង់ដឹងថាមួយណាស័ក្តិសមនឹងអ្នកតោះទៅមើលទាំងអស់គ្នាពី MG7 មិនគ្រាន់តែឃើញរូបរាងក៏ដឹងថាវាបង្កើតឡើងសម្រាប់អ្នកដែលចូលចិត្តបែបស៊ីវិល័យនិង Sport ធីដែរនេះគឺជារថយន្តទូវែងដែលភ្ជាប់មកជាមួយនឹងកង់បែប Sport Alloy Design 19 អ៊ីងនិងមាន LED ដែលមើលទៅ Premium គ្រប់ជ្រុងនិងភ្ជាប់ជាមួយនឹងបំពង់ស៊ីម៉ាំងភ្លោះអ្វីដែលខ្ញុំចូលចិត្តបំផុតនោះគឺ Spoiler Auto បើកដោយស្វ័យប្រវត្តិពេលដែលបើកល្បឿនលឿនមិនត្រឹមតែស្អាតប៉ុណ្ណោះទេថែមទាំងទប់ខ្យល់បានល្អផងដែរឥឡូវមកមើល IM5 និង MG7 ខុសគ្នាទាំងស្រុងហើយ IM5 រចនាប័ទ្មបែប minimal luxury និងបែបអនាគតខ្លាំង door handle ដៃទ្វារលាក់ខ្លួនបែបទំនើបទ្វារកញ្ចក់អត់សុំ frameless door full LED lighting ទាំងមុខទាំងក្រោយនិងរូបរាង smooth បែប EV មើលទៅស្អាតហើយ premium មែនតើខាងក្នុង MG7 ផ្ដល់អារម្មណ៍បែប driver focus ចំណែកឯវិញបែប Sport អង្គុយជាប់ខ្លួនល្អចំណែកចំពោះវិញបែប Sport ដែលភ្ជាប់មកជាមួយនឹងអេក្រង់ 10.25 អ៊ីងនិង 12.3 អ៊ីងដែលធ្វើឲ្យការបើកបរមានអារម្មណ៍បែបរថយន្ត performance Panoramic sunroof ក៏ជួយធ្វើឲ្យខាងក្នុងមើលទៅធំទូលាយនិងភ្លឺស្រស់ស្អាតចំណែក IM5 វិញគ្រាន់តែចូលអង្គុយភ្លាមមានអារម្មណ៍ថាដូចនៅក្នុង lounge សម្រាប់លំហែហ្មងអេក្រង់ digital ធំទំហំ 26.3 អ៊ីងអេក្រង់កណ្ដាលទំហំ 10.5 អ៊ីងភ្ជាប់ជាមួយនឹង Smart Technology មានភ្លើង ambient light ដូរបានជាច្រើនពណ៌មាន wireless charge ដែលជាប្រព័ន្ធសាកថ្មឥតខ្សែបំពាក់ជាមួយ Smart Voice Control Hello IM How can I assist you today មាន speaker 20 គ្រាប់សម្រាប់រថយន្ត IM5 មានដំបូលកញ្ចក់លាតសន្ធឹងពេញតួរថយន្តដែលធ្វើឲ្យអារម្មណ៍ស្រស់ស្រាយពេលបើកបរ Night Mode និងប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃជាច្រើនដែលធ្វើឲ្យអ្នកស្ទើរតែមិនចង់ចេញពីរថយន្តMG7 ប្រើម៉ាស៊ីន 2.0 Turbo Charge ដែលផ្ដល់កម្លាំងខ្លាំងនិងសន្ទុះស្ទុះបានល្អពេលដែលយើងជន់ហ្គារមានអារម្មណ៍ថាឡានគឺរត់ភ្លាមតែម្ដងដែលស័ក្តិសមទៅនឹងអ្នកដែលចូលចិត្តប្រភេទឡានបែប Sport IM5 គឺជារថយន្តអគ្គិសនីសុទ្ធដូច្នេះការបើកបរស្ងាត់ខ្លាំងដោយគ្មានសំឡេងរំខានទំហំអាគុយ75 គីឡូវ៉ាត់ម៉ោងឆ្លើយតបភ្លាមមិនចាំបាច់រងចាំបដូរលេខហើយផ្ដល់អារម្មណ៍ smooth និង premium តែម្ដង MG7 ក៏មិនធម្មតាដែរបើបំពាក់មកជាមួយនឹងមុខងារពិសេសដូចជាមានប្រព័ន្ធ Adaptive Cruise Control កំណត់ល្បឿនថេរកាមេរ៉ា360ដឺក្រេប្រព័ន្ធចាប់គន្លងផ្លូវជាប់ជាមួយនឹង Apple CarPlay និង Android Auto ប្រាំងដៃអេឡិចត្រូនិកដែលបច្ចេកវិទ្យាទាំងនេះធ្វើឲ្យការបើកបរមានភាពងាយស្រួលនិងសុវត្ថិភាពជាងមុនចំណែក IM5 វិញបច្ចេកវិទ្យាគឺជាចំណុចលេចធ្លោមានដូចជា Intelligent Driving Assistant កាមេរ៉ា360 Auto Parking 4-wheel steering Smart Cockpit IM5 មិនមែនត្រឹមតែជារថយន្តទេតែក៏ជាដៃគូឆ្លាតវៃសម្រាប់ការធ្វើដំណើរដូច្នេះបើលោកអ្នកសួរខ្ញុំថាមួយណាល្អជាងនោះអាស្រ័យទៅលើ lifestyle របស់អ្នកMG7 បើសិនជាលោកអ្នកស្រឡាញ់រូបរាងបែប Sport កម្លាំង Turbo ការបើកបរមាន performance ខ្លាំងរួមជាមួយនឹងលេងសម្លេងបានជ្រើសរើស IM5 បើសិនជាលោកអ្នកចង់បាន luxury experience full electric intelligent technology ភាពស្ងប់ស្ងាត់និងផាសុកភាពកុំភ្លេចមកបើកបរតែសាកល្បងនៅ showroom MG និង IM ដើម្បីស្វែងរក sedan ដែលស័ក្តិសមជាមួយនឹងលោកអ្នក